ភាពឆ្នើមរបស់យើងប្រៀបដូចជាផ្កាឈូកដែលគេនឹងមើលឃើញអញ្ចឹងសុំផឹងបន្តទៀតអត់សំខាន់យើងកូនអ្នកក្រមកពីណាទេសំខាន់យើងផឹងលូតកុំបោះបង់ខ្លួនឯងកុំបោះបង់ខ្លួនឯងពិបាកយ៉ាងណាមានឧបសគ្គយ៉ាងណារស់ឲ្យដល់ថ្ងៃដែលត្រូវរស់កុំចេះបញ្ចប់ខ្លួនឯងកន្លែងហ្នឹងសំខាន់ណាស់ហើយដំណើរជីវិតភាពឆ្នើមរបស់យើងវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យើងជាមុនសិនពេលដែលយើងប្រឹងប្រែងហើយបាច់ខ្វល់តែគេឃើញយើងឬមិនឃើញទេផ្កាឈូកហ្នឹងវាចេញមកហើយសូមឲ្យបងប្អូនទាំងអស់គ្នានឹកឃើញដល់តម្លៃនៃផ្កាឈូកនេះស្លាយមួយនេះគ្រាន់តែចង់លើកទឹកចិត្តថាវាអត់សំខាន់កំណើតរបស់យើងទេសំខាន់យើងប្រឹងលូតអត់បោះបង់ខ្លួនឯងឲ្យផុតពីផ្ទៃទឹកមកឈូកនឹងអាចសំយោគរស្មីព្រះអាទិត្យបង្ហាញសម្រស់មកកាន់ពិភពលោកដ៏អស្ចារ្យមួយនឹងបានទេអញ្ចឹងថ្ងៃនេះបងប្អូនមានប៉ុណ្ណឹងប្រឹងប៉ុណ្ណឹងសូមប្រឹងតទៀតដើម្បីឲ្យខ្លួនឯងអាចមានឱកាសសំយោគព្រះអាទិត្យកាន់តែទូលាយថ្ងៃនេះជាបុគ្គលិកធម្មតាថ្ងៃក្រោយឡើងជា supervisor ថ្ងៃក្រោយទៀតឡើងជា manager បានអត់ថ្ងៃក្រោយទៀតអាចជំនួសតំណែង CEO ឬ founder ដូចបងលើកការពិភពមិញនេះពេលដែលយើងល្អហើយឆ្នើមអាចធ្វើការងារជំនួសមេយើងបានដឹងរឿងគ្រប់យ៉ាងបានជួយការងារបានយើងធ្វើជំនួសគាត់ហ្មងទៅគាត់ក៏ហត់ដែរគាត់ក៏ចង់សម្រាកដែរ founder យើងរកតែបុគ្គលិកល្អធ្វើការហ្នឹងតើអាច career grow របស់យើងពីមួយពេលទៅមួយពេលហ្នឹងប្រសើរឡើងជាងមុនអត់និយាយពីតំណែងតំណងរបស់យើងក៏ល្អជាងមុនការងារតាក់ទិចផ្សេងៗដឹងជាងមុនរបៀបដោះស្រាយបញ្ហាដឹងជាងមុនរបៀបនិយាយចរចាមួយភ្ញៀវដឹងជាងមុនរបៀបមើល report ផ្សេងៗដឹងជាងមុនធ្វើការងារ CEO បាត់ហ្នឹងថ្ងៃក្រោយទៀតគាត់មើលឃើញថាអូននេះឲ្យតែប្រាក់ខែអត់គ្រប់ទេចងជើងអូននេះមួយសិនអូនឯងឥឡូវឧទាហរណ៍ណាអ៊ីឬក៏គេហៅថា CEO ហ្នឹងគាត់ប្រាប់ថាឥឡូវបងឲ្យហ៊ុនអូនឯង 10% នៅក្នុងក្រុមហ៊ុនឧទាហរណ៍អញ្ចឹងអូនឯងក្រៅតែពេលប្រាក់ខែមានប្រាក់ប្រចាំឆ្នាំដែលជា bonus សិតតែរឿងដែលអាចទៅរួចម៉ោងនេះពេលនេះគេអត់ដែលឲ្យការងារធំទៅកាន់អ្នកអត់ចេះទេអូនបងប្អូនអរគ្នាទទួលស្គាល់ហ្នឹងឯងគេមិនអាចលេងសើចនឹងអាជីវកម្មទេម្ចាស់អាជីវកម្មគាត់ចេះមើលណា